គ្រុះក្នុងតំណងនោមគឺជាគ្រីស្តាល់តូចៗដែលអាចធ្វើឲ្យរាងកាយចុះខ្សោយយ៉ាងខ្លាំងនៅខាងក្នុងតំណងនោមរបស់អ្នកឈាមត្រូវបានច្រោះជាប្រចាំកាកសំណល់ត្រូវបានយកចេញជាតិទឹកត្រូវបានរក្សាតុល្យភាពនិងទឹកនោមត្រូវបានបង្កើតឡើងជាធម្មតាសារធាតុរ៉ែផ្សេងៗត្រូវបានបញ្ចេញមកក្រៅដោយស្ងប់ស្ងាត់តាមរយៈទឹកនោមនៅពេលដែលទឹកនោមឡើងខាប់ខ្លាំងសារធាតុកាល់ស្យូមអុកសាឡាតឬអាស៊ីតអ៊ុយរិកចាប់ផ្ដើមរំកិលមកជិតគ្នាជំនួសឲ្យការរលាយពួកវាក៏ចាប់ផ្ដើមស្អិតជាប់គ្នាដំបូងឡើយគ្រីស្តាល់តូចៗអាចកកើតឡើងដោយស្ងប់ស្ងាត់និងមើលមិនឃើញប៉ុន្តែនៅពេលតម្រងនោមបន្តច្រោះឈាមសារធាតុរ៉ែកាន់តែច្រើនបានមកដល់ហើយស្រទាប់គ្រោះកាន់តែក្រាស់ឡើងយឺតគ្រីស្តាល់ទាំងនេះក៏ក្លាយទៅជាដុំគ្រោះទាំងនេះអាចនៅស្ងៀមក្នុងតម្រងនោមរាប់ខែប៉ុន្តែបញ្ហាកើតឡើងនៅពេលដែលវាចាប់ផ្ដើមរំកិលផ្លាទីនៅពេលដែលគ្រោះធ្លាក់ចូលទៅក្នុងបំពង់បង្ហូរនោមដែលជាបំពង់តូចនិងចង្អៀតសម្រាប់គ្រោះរឹង1វានឹងកកិតជាមួយនឹងសាច់ដុំបំពង់បង្ហូរនោម2បំពង់បង្ហូរនោមចាប់ផ្ដើមកន្ត្រាក់ខ្លាំង3សម្ពាធតម្រងនោមកើនឡើង4ប្រព័ន្ធប្រសាទបញ្ជូនសញ្ញាឈឺចាប់យ៉ាងខ្លាំងក្លាការឈឺចាប់នេះរីករាលដាលពីខ្នងទៅកាន់ក្រលៀនជាការឈឺចាប់ដែលមនុស្សភាគច្រើនចាត់ទុកថាมันអាចទ្រាំបាន